chẳng chừng buôn lục hôn sai nè quạt lư nhóm dây rồi quạt mình lư sâu nhóm dây nhóm bạch đam đấy quạt đấy nè tái nhóm ọt miền trăng oi quạt nè nhóm ọt nó khơi tha tới lục hôn sai nó tới slap tay hào này nè ấy ọt đấy ọt sao ọt đấy đôi khi hai cá để nhóm lư sâu quạt chứ nè when I heard that he is not feeling well and tested positive for COVID-19 I would like to appeal to him to take a break nhóm tại đã chọn oi quạt nè nhóm chọn oi quạt nè xâm ra ca gia bàn chân hay mình men tâm xâm ra tay tôi tư xâm ra đòi xa quạtประมาณ ថ្ងៃ នឹង គាត់ រវល់ច្រើន ណា ហើយ បើ ខ្ញុំ ពិនិត្យ មើល សុខភាព ផ្លូវចិត្ត វិញ នៅ ពេល ដែល គាត់ កំហក កំហែង គាត់ គៀប សង្កត់ ដល់ អ្នក សារ ព័ត៌មាន អី ក៏ ដោយ សារ សុខភាព ផ្លូវចិត្ត ដែរ ដោយ សារ សុខភាព ផ្លូវចិត្ត ដែរ លោក ហ៊ុន សែន ឈាន ទៅ ដល់ កលៈទេសៈ ដែល គាត់ ខ្លាយ ទៅ ជា ជន ផ្ដាច់ការ ដែល ស្មារតី តែ កូន គាត់ គាត់ មិន ចែក អំណាច ឲ្យ ផង ណា តែ កូន គាត់ គាត់ មិន ចែក អំណាច ឲ្យ ផង មនុស្ស រី ខ្ញុំ ឃើញ នៅ Facebook គាត់ បាន ខ្ញុំ លើក មក និយាយ បាទ បើ សិន ជា Facebook គាត់ គេ hack អានឹង ខ្ញុំ ក៏ ថ្ងៃ ក្រោយ ចាំ ខ្ញុំ សុំ ទោស ប្រិយមិត្ត ណា អញ្ចឹង គឺជា រឿង មួយ ហើយ រឿង rapid test រឿង rapid test of COVID-19 អត់ ច្បាស់លាស់ ទេ អត់ ច្បាស់លាស់ ទេ ណា ខ្ញុំ មាន rapid test kit មកកាឆេ ខ្ញុំ មិន ដែល test ទេ តែ ខ្ញុំ ហៀសម្បោ ខ្ញុំ ផ្ដាសាយ ខ្ញុំ បញ្ញាប់ លេប ថ្នាំ ខ្ញុំ បញ្ញាប់ ឆែក សីតណ្ហាភាព ខ្ញុំ សូម្បី តែ ទៅ ណា មក ណី អ្នក ណា មិន ពាក់ ម៉ាស់ ខ្ញុំ ពាក់ អ្នក ណា មិន ខ្លាច អានឹង ជា សិទ្ធិ សេរីភាព និង ការ យល់ឃើញ របស់ គេ ចំណែក ខ្ញុំ ខ្លាច កូន ខ្ញុំ ពេល មក ណា ជួន កាល ខ្ញុំ ច្រឡំ ទៅ ឈរ ចិត្ត វា និយាយ លេង ច្រើន ខ្ញុំ បញ្ញាប់ រត់ ណា ខ្ញុំ ដែល ខ្ញុំ ប្រយ័ត្ន ប្រយែង ខ្លួន ខ្ញុំ ពី ព្រោះ ខ្ញុំ ជា immune ណា ខ្ញុំ គឺ ថា គេ ហៅ ថា immune compromise មាន ន័យ ថា សារីរាង្គ ការពារ សារីរាង្គ វា ធ្លាក់ ទន់ ខ្សោយ ពី ព្រោះ ជា អ្នក ជំងឺ ដូច្នេះ ហើយ ខ្ញុំ ត្រូវ តែ ប្រយ័ត្ន តែ លោក ហ៊ុន សែន គាត់ ចាស់ ហើយ គាត់ បង ខ្ញុំ មិន ប្រហែល ឆ្នាំ ទេ ប៉ុន្តែ គាត់ ចាស់ ហើយ ដូច្នេះ ហើយ ក៏ ចង់ ឲ្យ គាត់ សម្រាប់ គ្មាន អា ឆ្កែ ណា នៅ ជុំ វិញ គាត់ ហ្នឹង ហ៊ាន និយាយ ជាមួយ គាត់ ទេ មាន អា ស៊ីកែ 4 ជើង ណា ចង់ និយាយ មួយ គាត់ ទេ វា ចេះ តែ លុញ ពង គាត់ ហ្នឹង ប៉ុន្តែ អត់ ចេះ ថែ ទាំ គាត់ ទេ ណា សូម្បី តែ ពេល COVID-19 ហ្នឹង ខ្ញុំ ផ្ដាំ ផ្ញើ គាត់ ខ្ញុំ ផ្ដាំ ផ្ញើ គាត់ ណា ខ្ញុំ ផ្ដាំ ផ្ញើ គាត់ តែញយ តាំង ពី បាយ ទឹក អី មិន មែន ដោយ សារ ខ្ញុំ ចង់ ទៅ យក ចិត្ត គាត់ អី ទេ ប៉ុន្តែ ជា មនុស្ស រាប់ អាន នៅ ពេល និយាយ ជាមួយ គ្នា ខ្ញុំ តែង តែ ណា ខ្ញុំ តែង តែ ចឹង Monoria มัน មាន អី ធំ ដុំ ទេ បើ សិន ណា ជា គាត់ ចូល ប្រជុំ ហើយ វា tested positive មេ ដឹកនាំ ប្រទេស ទាំង អស់ ហ្នឹង គេ continue doing testing រឿង ហ្នឹង វា អញ្ចឹង ហើយ មាន ចាំ ទេ បងប្អូន ប្រុស ស្រី ប្រិយមិត្ត មាន ចាំ ទេ ណា មាន ចាំ ទេ ខ្ញុំ និយាយ ហើយ ខ្ញុំ រិះគន់ ថា វា មិន បាន ពេល លៀង សោយ ភោជ របស់ ថ្នាក់ ដឹកនាំ រដ្ឋ ហ្នឹង មាន អបកាស ច្រើន ម្លេះ ទៅ ឈរ នៅ ក្នុង សាល ហ្នឹង មាន ចាំ ទេ ខ្ញុំ និយាយ ហើយ ខ្ញុំ និយាយ ហើយ តា ណា មាន ចាំ ទេ ខ្ញុំ និយាយ ប្រហែល ថ្ងៃ នេះ ខ្ញុំ និយាយ តា ណា អ្នក នៅ ស្រុក ខ្មែរ ដែល គេ លៀង ខួរ ក្បាល ថា ខ្ញុំ ចេះ តែ ឃើញ ទៅ មែន ទេ ខ្ញុំ សូម ជម្រាប បងប្អូន ក្នុង ឋានៈ ជា អ្នក ដឹកនាំ ក្នុង ឋានៈ ជា អ្នក ដឹកនាំ ក្នុង ឋានៈ ជា CEO Chief Executive Officer ក្នុង ឋានៈ ជា CFO Chief Financial Officer ក្នុង ឋានៈ ជា Prime Minister ជា President ជា King ជា Queens ជា Senior Minister ជា General Manager គឺ ត្រូវ ការ ណាស់ មនុស្ស ជុំ វិញ ខ្លួន ដែល យក ចិត្ត ទុក ដាក់ លើ របស់ 3 យ៉ាង ទី 1 គឺ យក ចិត្ត ទុក ដាក់ អំពី ការងារ ប្រចាំ ថ្ងៃ របស់ CEO ហ្នឹង ទី 2 គឺ យក ចិត្ត ទុក ដាក់ អំពី របៀប របប នៃ កិច្ចការ រកស៊ី ឬ ពិធីការ ទី 3 គឺ យក ចិត្ត ទុក ដាក់ នឹង សុខភាព អញ្ចឹង ហើយ បាន ជា ក្រុមហ៊ុន ហ្នឹង គេ តែង តែ មាន personal secretary គេ ហៅ ថា លេខា ផ្ទាល់ ណា លេខា ផ្ទាល់ ហ្នឹង គេ សម្រាប់ អី
សម្រាប់ជួយរំលឹកនាយកអំពីការណាត់ជួបនិងអ្វីដែលតាក់ទងពីជីវភាពការងាររបស់អគ្គនាយកបន្ទាប់មកទៀតតាក់ទងនឹងកាច់ផ្ទាល់ខ្លួនរបស់អគ្គនាយកប្រពន្ធ call មកកូន call មកកូន birthday ប្រពន្ធ birthday ខ្លួនឯងត្រូវតែជួបម្ដាយអីសពគ្រប់ថ្វាយគុំព្រះក៏គេនេះ personal secretary taking care of business of CEO and also personal តាំងពីទៅហាត់កីឡាអីសពគ្រប់វាយកូនគោលអីក៏ personal secretary ហ្នឹងគេ do remind do schedule ឲ្យទាំងអស់បន្ទាប់មកទៀតទៅមើលវិជ្ជបណ្ឌិតអីគេតែងតែហើយ personal secretary មិនមែនជាមនុស្សដែលចេះតែឆ្លើយចាស់ឬឆ្លើយបានទេគឺជាមនុស្សដែលហ៊ានតវ៉ាជាមួយនឹងច្បាយណាជាមនុស្សដែលហ៊ានតវ៉ានឹងច្បាយហើយបន្ទាប់មកទៀត personal secretary ហ្នឹងជា gatekeeper ជាអ្នកយាមខ្លោងទ្វារធំណាសំបីតែប្រពន្ធហ្នឹងកូនណាសាច់សន្តានណាមិត្តភ័ក្ដិហ្នឹងក៏ personal secretary of CEO នៅក្នុងក្រុមហ៊ុនហ្នឹងគេជា gatekeeper គេមើលអត់មានចាញ់ចូលបានតាមចិត្តទេពីព្រោះគេទុកពេលឲ្យ CEO ហ្នឹងធ្វើកិច្ចការណាបើសិន CEO ហ្នឹង override gatekeeping affairs របស់ personal secretary តែគេធុញគេលាចាញ់ពីតំណែងពីព្រោះកិច្ចការរបស់គេធ្វើអញ្ចឹងបន្ទាប់មកទៀតការសរសេរសម្បត្តិស្នាមផ្នែក protocol ដែលជា business procedures ណា personal secretary គេមានវចនានុក្រមគេមានក្បួន secretarial science គេមាន secretarial handbooks គេមានពីដើមឡើយមិនទាន់មាន computer គេមាន Rolodex គេមិនដឹងប្រហែល role ទេណាគេមាន business cards book គេទាំងអស់នឹងខ្ញុំអត់ដែលធ្វើកិច្ចការក្នុងនេះប៉ុន្តែខ្ញុំធ្លាប់មាន personal secretary ណាខ្ញុំបានធ្វើការរហូតដល់មានលេខាផ្ទាល់ណា entitled to personal secretary អញ្ចឹងខ្ញុំពេលខ្ញុំជួលមនុស្សមកធ្វើជា personal secretary មិនមែនស្រីស្អាតអង្គុយស្លៀក mini skirt សម្រាប់ខ្ញុំមើលប្រពន្ធជើងទេណាហើយមិនមែនជាស្រីស្អាតដែលខ្ញុំត្រូវនិយាយលេងជាមួយទេណាគឺជា assistance to my affairs ដែលសំខាន់បំផុតនៅក្នុងកិច្ចការណាបន្ទាប់មកទៀតខ្ញុំជួបភ្ញៀវជួបអីក៏ខ្ញុំត្រូវនេះរួមទាំងគេជួយចងក្បាត់កឲ្យខ្ញុំទៀតណាគេជួយចងក្បាត់កឲ្យខ្ញុំទៀតពីព្រោះខ្ញុំចងក្បាត់កមិនស្អាតគេត្រូវជួយចងក្បាត់កឲ្យខ្ញុំទៀតខ្ញុំវាកន្លែងខ្លះខ្ញុំអត់ចេះណាបន្ទាប់មកទៀតគេត្រូវរិះគន់តាំងពីខោខ្ញុំជាមួយអាវធំខ្ញុំណាគេរិះគន់តាំងពីស្បែកជើងខ្ញុំគេ remind ខ្ញុំឲ្យខ្ញុំទៅកាត់សក់ទៀតពីព្រោះកិច្ចការខ្ញុំ require sharp image ណាបន្ទាប់មកទៀតនៅពេលដែលគេដឹងថាខ្ញុំនិយាយអង់គ្លេសមិនសូវប្រកែ accent ខ្ញុំវា make my guest having difficulty in understanding me គេចាត់ចែងកិច្ចការច្រើនយ៉ាងឲ្យខ្ញុំទៀតហើយនៅពេលដែលខ្ញុំជួបភ្ញៀវជនអាស៊ីគេសិក្សាអំពី behavior របស់ Asian counterparts ដើម្បីគេរៀបចំ entertainment រៀបចំអីឲ្យដូចជាការញ៉ាំបាយដូចជាការទៅក្លឹបរាត្រីពេលល្ងាចអីគេរៀបឲ្យខ្ញុំណាគេធ្វើ recommendation ឲ្យត្រឹមត្រូវឲ្យខ្ញុំគេហៅ limo អីឲ្យខ្ញុំអានោះអញ្ចឹងទើបបានជាខ្ញុំនឹងយល់អារឿងហ្នឹងហើយខ្ញុំណាយល់អារឿងហ្នឹងពីដើមខ្ញុំមានយល់ទេណាខ្ញុំស្មានតែលេខាហ្នឹងស្អាតតែអញធំជាងលេខាមែនទេលេខាគេ command protocol procedures work order and become very strict gatekeeper ត្រង់ហ្នឹងអញ្ចឹងហើយលោកហ៊ុនសែនខ្ញុំមិនបាច់ផ្ញើសម្ដីឲ្យគាត់ទេគាត់លឺហើយទៅប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយល់ថាការរិះគន់នយោបាយលោកហ៊ុនសែនមិនមែនស្អប់បន់ឲ្យហ៊ុនសែនងាប់ទេមិនមែនបន់ឲ្យហ៊ុនសែនចុះនរកអីណាផ្ទះបាញ់អីឡានបុកអីអត់ទេ no please such an ill will thinking or ill will statements និយាយមាត់អាចខ្ញុំជ្រុលមាត់និយាយតែនៅក្នុងសន្តានចិត្តខ្ញុំអត់មានអានោះទេ I don't have that each day I try to remove that tainted feeling from my mind each day I want to promote reconciliation peace and harmony well ជាអញ្ចឹងខ្ញុំចង់ឲ្យគាត់សម្រាប់ណា
ហើយដូចកូនគាត់ចឹងដូចម្ណែតដូចអីចឹងណាគ្នាឡៃទៅរវល់កិច្ចការគ្នានោះជួនកាលឡៃតែសបាយអាំងទៅឪចេះពុកគាត់អីដួលព្រុសបាត់មាត់ណាដួលព្រុសបាត់មាត់ដូចគេចាប់ចឹងកុំច្រឡំណាលោកតាសែនគាត់មិនស្រួលខ្លួនហ្មងទេ something inside his body organic parts របស់គាត់នឹងមានស្អីមួយហើយមនុស្សយើងជក់ថ្នាំមនុស្សយើងដេកព្រៃអាណាមិនឈឺណាដូចតាហុងណាគាត់មានអាយុបាននេះតាហុងគាត់មកនៅសម័យខ្មែរក្រហមគាត់ធ្វើការមិនធ្ងន់ហើយក្នុងរយៈពេលតែប្រហែលឆ្នាំបន្តិចណាអញ្ចឹងតាគៀតឆុនក៏សម័យខ្មែរក្រហមតាគៀតឆុនធ្វើការអត់ធ្ងន់នេះធ្វើការនៅក្រសួងការបរទេសជាមួយអៀងសេរីនៅបមួយណាគាត់ធ្វើការធ្ងន់ទេណាអញ្ចឹងហើយគាត់បញ្ញាប់ដកខ្លួនថយទៅដើម្បីនឹងសម្រាប់ប៉ុន្តែតាហុងប្រហែលជាជាប់រឿងកូនចៅអីក៏មិនដឹងមិនដឹងយ៉ាងណាខ្ញុំក៏មិនដឹងដែរណាពូធរខ្ញុំអីហ្នឹងសិតតែសេរីប្រម៉ូសងនៅអឺរ៉ាតណាគាត់ណាមិនតណាគាត់ទេដូចថាលើគាត់មកប្រម៉ូឬក៏ពីប្រម៉ូអីវ៉ាកំហុងហៅកំហុងនេះសិតតែនៅក្នុង formation ហើយនឹង education courses ជាមួយនឹងពូខ្ញុំណាអញ្ចឹងហើយគាត់នឹងឡើងវែងហើយខ្ញុំឮសូគេនិយាយថាគាត់វែងរហូតដល់មានថ្ងៃខ្លះគាត់ច្រឡំឲ្យគេយកគាត់ទៅធ្វើការថ្ងៃអាទិត្យទៅហើយណាអានោះហើយគេហៅថា responsibility ដែលជាប់តាក់ទងដែលខ្មែរយើងគេហៅថាចំណង5ប្រការលោកហ៊ុនសែនសប្ថ្ងៃណាគាត់ become a dictator គាត់ខ្លាយទៅជាជនផ្ដាច់ការរហូតដល់អំណាចនេះគាត់សឹងមិនហ៊ានប្រឡែងមិនមែនសឹងតែទេគឺអត់ប្រឡែងដៃហ្មង based on my last conversation with him he agreed to the point that he prepared Hun Manet to succeed him only in prime minister position but not to take control of the party or take control of the armed forces of Cambodia and he said to me that he would not let Manet to gain as much as executive power he has right now Mr. Hun Sen has right now អញ្ចឹងណាអញ្ចឹងហើយបានវាជារឿងមួយដែលខ្ញុំយល់ឃើញថាណាខ្ញុំឃើញថាលោកហ៊ុនសែនគាត់បាក់ណាដួលព្រុសលាក់ខ្លួនឈឺធ្ងន់កុំនិយាយលេងហើយដូចជាឧទាហរណ៍បងស្រីដែលជាប្រពន្ធគាត់ដែលមិនស្រួលខ្លួនខ្ញុំជំរាបបងប្អូនតាមតងខ្ញុំដឹងថាបងស្រីគាត់ឈឺអីទោះបីខ្ញុំមិនមានdaily communication ជាមួយនឹងពួក CPP ក៏ដោយខ្ញុំដឹងថាបងស្រីគាត់ឈឺអីខ្ញុំជូនពរឲ្យគាត់ឆាប់បានជាជូនពរឲ្យសុខភាពគាត់បានទប់ទល់ជាប់ជា goodwill របស់ខ្ញុំជាសុឆន្ទៈហើយ I refuse to debate on her absence I refuse to talk about her well-being ដោយសារអីបាទខ្ញុំធ្វើអញ្ចឹងបងប្អូនខ្ញុំមិនមែនជាមនុស្សម្នាក់ដែលយក person ខ្ញុំទោះបីខ្មែរយើងចូលចិត្តវាយលុកចូលដល់កិច្ចការឯកជនរបស់មនុស្សដទៃចំពោះខ្ញុំអត់ទេខ្ញុំអត់ទេចំពោះមនុស្សដទៃខ្ញុំអត់ទេខ្ញុំអត់វាយលុកទៅលើឯកជនភាពរបស់អ្នកដទៃទេបាទអត់វាយលុកទៅលើហ្នឹងទេពីព្រោះវាមនុស្សយើងត្រូវមាន civility គេហៅថាចរិយាធម៌ civilize យើងកុំតាក់ទងនឹងហ្នឹងណាកុំតាក់ទងហ្នឹងហើយអ្វីដែលខ្ញុំធ្វើសេចក្តីសន្និដ្ឋានដូចឧទាហរណ៍សេចក្តីសន្និដ្ឋានរបស់ខ្ញុំលើកិច្ចប្រជុំអាស៊ានខ្ញុំប្រើ educated guessing ប្រែជាភាសាខ្មែរគឺការសន្និដ្ឋានពឹងទៅលើការប្រមូលព័ត៌មានហើយនឹងការពិចារណាដូចជា G20 ដែលគេកំពុងប្រជុំអញ្ចឹងណាខ្ញុំប្រមូលព័ត៌មានហើយបន្តប្រមូលប៉ុន្តែខ្ញុំមិនទាន់ធ្វើការអធិប្បាយអំពីការប្រជុំ G20 ហ្នឹងទេខ្ញុំគ្រាន់តែឲ្យសម្លេងដំបូងថាតើការប្រជុំ G20 ហ្នឹងវាខ្ទាស់ជើងយ៉ាងម៉េចអីបន្តិចតួចដូចជាលើបញ្ហាយូក្រែនអីចឹងខ្ញុំនិយាយចឹងខ្ញុំក៏សង្កេតមើលមេដឹកនាំបរទេសដែលមកប្រជុំនៅបាលីហ្នឹងខ្ញុំមើលហើយខ្ញុំធ្វើការកត់សម្គាល់ដូចជាការជួបគ្នារវាងលោកស៊ីជីនពីននិងលោកโจ Biden ខ្ញុំនិយាយបញ្ចេញការសន្និដ្ឋានមុនលទ្ធផលចេញ
ដល់លទ្ធផលចាញ់មកហើយខ្ញុំនិយាយព្រឹកមិញខ្លះអញ្ចឹងណាមានកិច្ចការច្រើនទៅទៀតដែលខ្ញុំត្រូវនិយាយស្ដីអំពីពាក្យសម្ដីរបស់លោក Xi Jinping ហើយនិងលោក Joe Biden in the meeting which was held last night ណាខ្ញុំប្រមូលព័ត៌មានអញ្ចឹងខ្ញុំជាវាគ្មិនសង្គមកបៃកបប៉ុន្តែខ្ញុំរៀនកសាងខ្លួនខ្ញុំធ្វើសេចក្តីសន្និដ្ឋានជាមួយសភាពការជាជាងដើរក្រោយសភាពការ I don't wait for something to happen and then I blame because analyzing situation is not about blaming you have to walk close to the speed of that event and gather enough information and you provide the assessment អានោះគឺជារឿងដែលត្រូវយកចិត្តទុកដាក់អញ្ចឹងជំនួបរបស់លោក Xi Jinping និងលោក Joe Biden មានរឿងច្រើនទៀតដែលត្រូវជំរាបប្រិយមិត្តតែខ្ញុំនិយាយវាច្រើនសារទៅខ្ញុំនឹកឃើញថាបើនិយាយតទៅទៀតទៅវាអាចឲ្យប្រិយមិត្តធុញណាពីព្រោះធម្មតាជា show កំសាន្តណាជា show កំសាន្តកូនក្មួយប្រិយមិត្តបងប្អូនក៏មិន take serious consideration of that particular event ណាទេណាអញ្ចឹងហើយក៏ខ្ញុំលើករឿងដែលលោកហ៊ុនសែន tested positive for COVID-19 ហ្នឹងមកនិយាយហើយខ្ញុំបាននិយាយមុនហើយថាលោកហ៊ុនសែនគួរណាស់សម្រាកគាត់ណាខ្ញុំក៏អត់មាន Telegram បើមាន Telegram ខ្ញុំផ្ញើ voice ឲ្យគាត់ខ្ញុំថាបងឯងសម្រាប់ទៅវាជាឱកាសមួយវាជាលទ្ធភាពមួយបងឯងមកបងឯងសប្បាយស្អីស្រួលបួលបងឯងសម្រាប់ទៅណាសួរថាម៉េចបាន care នឹងលោកហ៊ុនសែនខ្ញុំ care ខ្មែរណាក៏ដោយតែកាន់តួនាទីធំខ្ញុំ care ទាំងស្ដេច care ទាំងមន្ត្រី care យ៉ាងម៉េចពីព្រោះវាមិនមែនរឿងផ្ទាល់ខ្លួនខ្ញុំទេណាវាជារឿងរបស់ប្រទេសជាតិអ្នកខ្លះគេថាហ៊ុនសែនក៏អាចជួយឲ្យឆាប់ងាប់ទៅមិនក៏បន់ឲ្យមិនក៏ជូនពរទៅមិនមែនរឿងហ្នឹងទេរឿងដែលសំខាន់ជាងគេថាខ្មែរយើងចូលចិត្តឲ្យគ្នាឯងនឹងងាប់គេហៅថាកំណត់ពោះឃើញស្វាឃើញពោះតែមិនដែលគិតថាបានស្អីយកមកជំនួសហ្នឹងខ្មែរយើងបើថាបបួល10ផ្ទះអស់លើប៉ុន្តែមិនដែលគិតថាត្រូវសង់ផ្ទះយ៉ាងម៉េចណាអាហ្នឹងរឿងហ្នឹងវាចឹងហើយខ្ញុំក៏ធ្លាប់មានសតិអារម្មណ៍បែបហ្នឹងដែរប៉ុន្តែសតិអារម្មណ៍បែបហ្នឹងដល់ពេលខ្ញុំអាយុខ្ញុំឆ្លងកាត់នៅបទពិសោធន៍ក្នុងជីវិតទៅខ្ញុំយល់ឃើញថារឿងហ្នឹងអត់ត្រូវយកមកនិយាយអត់យកមកនិយាយទេបាទកុំឲ្យវាសៅមកក្នុងចិត្តណានៅពេលយើងចាស់ទៅយើងធ្វើនៅពីក្មេងយើងអាចមិនយល់តែបើយើងចាស់បន្តិចទៅយើងក៏យល់ទៅយើងកុំនាំក្មេងឲ្យស្លឈាមណាកុំនាំមនុស្សជំនាន់ក្រោយឲ្យគិតតែពីចងគំនុំកុំនាំមនុស្សជំនាន់ក្រោយឲ្យគិតតែពីអកតេចំពោះគ្នានឹងគ្នាអានឹងជាចំណុចអញ្ចឹងលោកហ៊ុនសែនត្រូវតែសម្រាប់ខ្ញុំអត់មាន Telegram មាន Telegram ផ្ញើមួយម៉ាត់ទៅណាខ្ញុំបងសម្រាប់ទៅណាសម្រាប់ទៅបងឯងមិនបាច់ចូលចិត្តខ្ញុំឬមិនចូលចិត្តខ្ញុំទេបងឯងសម្រាប់ទៅបងឯងសម្រាប់ពីថ្ងៃទៅណាណាមួយទៅម៉ណែតកំពុងតែឥឡូវហ្នឹងដូចជាម៉ណែតទៅនិយាយនៅទីប្រជុំដតីហ្នឹងឃើញមានការកែប្រែសួរតែការកែប្រែដែលម៉ណែតធ្វើហ្នឹងលឺសូវខ្ញុំនិយាយលឺខ្ញុំអត់ខ្វល់ទេខ្ញុំអត់យក credit ទេ I don't ask for credit to what I said but បងប្អូនចាំហើយខ្ញុំតែងតែនិយាយថាម៉ណែតមិនមែនទៅ bla 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 ទេម៉ណែតត្រូវនិយាយអំពីគោលគំនិតនិងចក្ខុវិស័យរបស់ខ្លួនព្រោះខ្លួនជាមេដឹកនាំទៅអនាគតខ្ញុំឃើញម៉ណែតមាន preparatory note មានกระดาษសម្រាប់កាន់យកទៅនិយាយនៅមិនទាន់ start ទេប៉ុន្តែ it is a good start ណា it is a good start that he begin to talk issues even though he is not producing any well thought statement yet but it's just the first step to take ណាតុំថាំងខ្ញុំលុបចោល account Telegram ខ្ញុំពីព្រោះរុស្ស៊ីគេច្បាំងគ្នានៅយូក្រែនខ្ញុំអត់ហ៊ានប្រើណាខ្ញុំអត់ហ៊ានប្រើខ្ញុំ close account របស់ខ្ញុំអត់ហ៊ានប្រើណា TikTok ក៏ខ្ញុំអត់ប្រើដែរខ្ញុំអត់ប្រើរបស់ណាដែលក្រៅប្រព័ន្ធអាមេរិកទេណាអញ្ចឹងហើយបានតាក់ទងជាមួយ CPP តលតែប្រើប្រព័ន្ធកុម្មុយនីសហើយនឹងប្រព័ន្ធរុស្ស៊ីទៅតាក់ទងបានស្រួល
ដូច្នេះខ្ញុំមិនចាំបាច់ដល់ប៉ុណ្្នឹងទេណាមិនចាំបាច់ដល់ប៉ុណ្្នឹងទេណាហើយទន្ទឹមគ្នាក្នុងការនិយាយនឹងទៀតខ្ញុំសូមជំរាបថានៅពេលខ្ញុំធ្វើ show បងប្អូនមាន channel របស់ខ្ញុំហៅថានេតិ James Up សូមបងប្អូនបើបងប្អូនយោគយល់សូមបងប្អូនប្រាប់ខ្មែរដែលមើល James Up ឲ្យមកមើល James Up នៅក្នុង channel James Up ដែលមាន banner ហៅថានេតិ James Up សូមកុំឲ្យមើលពួកអាចង្រៃដែលវាចម្លងវីដេអូខ្ញុំទៅហើយវាដាក់ចំណងជើងកុហកវាថា James Up ជេមរ៉ៃតសែនវាថាអីពួកអំបលយកហ្នឹងទោះបីថាខឹងវាមែនប៉ុន្តែក៏មិនឲ្យវាទៅបកាច់ឯណាទេប៉ុន្តែយីខ្មែរយើងកុំនេះវាលៀងខួរក្បាលរហូតដល់អត់មានគុណធម៌អីសោះយកវីដេអូគេឲ្យទៅកែចំណងជើងដើម្បីចង់ឲ្យបងប្អូនទៅចុចមើលអូលោក James តាសុកជេម៉ែហ៊ុនសែននេះគឺជារឿងឲ្យលោកហ៊ុនសែននឹងទៀតណាមិនតិចដងទេដែលគាត់មកសួរខ្ញុំថាបងអូនឯងនឹងជេរខ្ញុំហ៎បងអូនឯងនឹងចង់ផ្ដួលខ្ញុំហ៎តេម៉ោង 7-8 នៅស្រុកអាមេរិកងាចនៅនោះ 7-8 យប់ 7-8 ព្រឹកលោកតាសែននឹងគាត់បានអាប្រកាសយកណាទេជូនអាវីដេអូហ្នឹងទៅហើយគាត់នឹងក៏មើលមិនស្ដាប់អីខ្ញុំមិនដឹងក៏មកទៅតឹងទៅខ្ញុំឡើងឈឺក្បាលខ្ញុំប្រាប់ទៅ